ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Furniture ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពីសេដ្ឋកិច្ច Digital យកមកចែករំលែកជូនអ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីនិយមន័យសារៈសំខាន់របស់សេដ្ឋកិច្ច Digital និងឧបសគ្គនៃការឈានទៅរកសេដ្ឋកិច្ច Digital តោះយើងទៅពិនិត្យមើលទាំងអស់គ្នាថាតើសេដ្ឋកិច្ច Digital ជាអ្វីនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងបញ្យល់ព្រមទាំងលើកឧទាហរណ៍សាមញ្ញដែលងាយយល់ឆាប់ចាប់បានអំពីសេដ្ឋកិច្ច Digital ដែលប្រទេសនានាក្នុងសកលលោកកំពុងអនុវត្តសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ Introduction to Digital Economics របស់លោក Harold Overby និងលោក Jane Ariel Odisted បោះពុម្ពលើកទី2ក្នុងឆ្នាំ2021នៅចំពុកទី1ទំព័រទី3បានប្រាប់យើងអំពីនិយមន័យសេដ្ឋកិច្ច Digital តើសេដ្ឋកិច្ច Digital ជាអ្វីសេដ្ឋកិច្ច Digital គឺជាការធ្វើសេដ្ឋកិច្ចដែលផ្អែកទៅលើបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនងដូចជាអ៊ីនធឺណិត Smartphone បណ្ដាញទូរស័ព្ទចល័តបណ្ដាញអុបទិកអ៊ីនធឺណិត Cloud Storage និង Cloud Computing សេវាកម្មចែករំលែកកម្មវិធីនិងរូបិយប័ណ្ណ Crypto មានន័យថាជាសកម្មភាពសេដ្ឋកិច្ចដែលពឹងផ្អែកទៅលើបច្ចេកវិទ្យា Digital ដើម្បីសម្របសម្រួលដល់ការដោះដូរទំនិញនិងការផ្ដល់សេវាកម្មតាមរយៈការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកឬការប្រើប្រាស់បច្ចេកវិទ្យា Digital ជាពិសេសអ៊ីនធឺណិតនៅក្នុងដំណើរការផលិតកម្មនិងការទិញទំនិញឬសេវាកម្មផ្សេងៗតើសារៈសំខាន់នៃសេដ្ឋកិច្ច Digital មានអ្វីខ្លះខាងក្រោមនេះជាសារៈសំខាន់នៃសេដ្ឋកិច្ច Digital ទី1ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់និងសកលមានន័យថាជាការតភ្ជាប់សហគ្រាសធុនតូចនិងមធ្យម SME នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់និងសកលក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចទី2ជំរុញសកម្មភាពពាណិជ្ជកម្មនិងធុរកិច្ចមានន័យថាសេដ្ឋកិច្ច Digital ធ្វើឲ្យមានប្រសិទ្ធភាពនៃប្រតិបត្តិការទិញលក់ទំនិញនិងសេវាកម្មជាពិសេសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតាមរយៈការទូទាត់កាន់តែងាយស្រួលរហ័សគប់ផ្សំនឹងការដឹកជញ្ជូនល្បឿនលឿននិងតម្លៃសមរម្យបន្ថែមលើពីនេះការគ្រប់គ្រងអាជីវកម្មនិងផលិតកម្មកាន់តែមានប្រសិទ្ធភាពដោយសារតែការប្រើប្រាស់បច្ចេកវិទ្យា Digital រួមផ្សំជាមួយនឹងកម្លាំងពលកម្មជំនាញជាមួយគ្នានេះដែរការរៀបចំពិព័រណ៍តាមប្រព័ន្ធអេឡិចត្រូនិកនិងការរៀបចំថ្នាលសម្រាប់ការដាក់លក់ផ្សព្វផ្សាយផលិតផលដើម្បីជំរុញការនាំចេញនិងការផ្សារភ្ជាប់ទីផ្សារដល់អតិថិជនចុងក្រោយក៏អាចប្រព្រឹត្តទៅតាមបច្ចេកវិទ្យា Digital ផងដែរទី3ការបង្កើតការងារជំនាញនិងការវិនិយោគការងារនិងកម្រិតជំនាញត្រូវបានរំពឹងថានឹងកើនឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារតាមរយៈយន្តការរបស់រដ្ឋតួយ៉ាងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈនិងការបណ្ដុះបណ្ដាលជំនាញបន្ថែមដោយវិស័យឯកជនទី4ការបង្កើនប្រសិទ្ធភាពនៃការផ្គត់ផ្គង់សេវាកម្មសម្រាប់វិស័យសាធារណៈការផ្ដល់សេវាកម្មសាធារណៈត្រូវបានរំពឹងថានឹងមានប្រសិទ្ធភាពកាន់តែប្រសើរនិងតម្លាភាពកាន់តែខ្ពស់តាមរយៈការទទួលផ្នត់គំនិត Digital និងការលើកកម្ពស់សមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទី5សេដ្ឋកិច្ច Digital ជំរុញឲ្យមានកំណើនសេដ្ឋកិច្ចនិងផលិតភាពរួមទាំងការចូលរួមក្នុងការអភិវឌ្ឍប្រកបដោយចីរភាពក្រៅពីនេះសេដ្ឋកិច្ច Digital បានចូលរួមចំណែកក្នុងការកាត់បន្ថយចំណាយថ្លៃប្រតិបត្តិការដោះស្រាយបញ្ហាលាក់កំបាំងព័ត៌មាននិងការធ្វើឲ្យមានលំនឹងសេដ្ឋកិច្ចនិងផលប្រយោជន៍ពីបណ្ដាញលើពីនេះទៅទៀតសេដ្ឋកិច្ច Digital បង្កើនឲ្យមានការចូលរួមច្រើនជាងមុននៅក្នុងទីផ្សារនិងសេវាកម្មទាំងមូលពីសំណាក់ក្រុមដែលមិនសូវទទួលបានឱកាសទី6សេដ្ឋកិច្ច Digital ធ្វើឲ្យជីវិតប្រជាជននិងអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលដែលអាចទទួលបានសេវាកម្មកាន់តែលឿនមានជម្រើសនៅក្នុងការសម្រេចចិត្តជ្រើសរើសផលិតផលបានច្រើនរួមទាំងអាចចូលរួមស្វែងរកឱកាសការងារតាមប្រព័ន្ធអនឡាញនិងបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់សេវាសាធារណៈខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានយល់ពីនិយមន័យនិងសារៈសំខាន់របស់សេដ្ឋកិច្ច Digital មកដល់ចំណុចនេះខ្ញុំសូមបញ្យល់អំពីឧបសគ្គក្នុងការឈានទៅរកសេដ្ឋកិច្ច Digital វិញម្ដងនេះជាឧបសគ្គមួយចំនួនក្នុងការឈានទៅរកសេដ្ឋកិច្ច Digital ទី1កង្វះហេដ្ឋារចនាសម្ព័ន្ធ Digital ដោយសារតែបណ្ដាញអ៊ីនធឺណិតមានគុណភាពមិនសូវល្អតម្លៃសេវាកម្មអ៊ីនធឺណិតថ្លៃសេវាអ៊ីនធឺណិតមិនទាន់មានគ្រប់ទីតាំងដែលប្រជាជនរស់នៅកត្តានេះបណ្ដាលឲ្យមានគម្លាត Digital ទី2ធនធានមនុស្សនៅមានកម្រិតមានន័យថាចំនួននៃប្រជាជនដែលមានចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិតដែលជាកត្តាមួយរាំងស្ទះដល់ការជំរុញឲ្យមានភាពរីកចម្រើនក្នុងវិស័យសេដ្ឋកិច្ច Digital ទី3ការប្រើប្រាស់អ៊ីនធឺណិតនៅមានកម្រិតវាទាក់ទងជាមួយនឹងការរក្សាការសម្ងាត់និងឯកជនភាពរបស់អ្នកប្រើប្រាស់អ៊ីនធឺណិតដែលប្រើប្រាស់ក្នុងគោលដៅមិនល្អវាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច Digital និងសង្គមផងដែរទី
ទី4ការដាក់បញ្ចូលនៅបច្ចេកវិទ្យា Digital នៅមានកម្រិតទាបមានន័យថាសហគ្រាសមិនទាន់បានយល់ដឹងពីសក្តានុពលនៃ Digital លុបនីយកម្មនៅក្នុងអាជីវកម្មសហគ្រាសនឹងមិនបានទាញយកផលប្រយោជន៍ពេញលេញដូចជាសហគ្រាសផ្សេងទៀតដែលបានចាប់យកប្រព័ន្ធ Digital មុននោះឡើយទី5សេវាកម្មសាធារណៈ Digital នៅមានកម្រិតមានន័យថាប្រសិនបើរដ្ឋាភិបាលចាប់យកវិស័យ Digital យឺតនោះវានឹងធ្វើឲ្យមានការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម Digital ទី6អក្ខរកម្ម Digital នៅមានកម្រិតវាជាសមត្ថភាពនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ដើម្បីស្វែងរកការវិតម្លៃការបង្កើតនិងការប្រស័យទាក់ទងព័ត៌មានដែលទាមទារទាំងជំនាញនិងការយល់ដឹងបច្ចេកទេសសរុបជារួមមកសេដ្ឋកិច្ច Digital គឺជាការធ្វើសេដ្ឋកិច្ចដែលផ្អែកទៅលើបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនងដូចជា Internet, Smartphone, បណ្ដាញទូរស័ព្ទចល័ត, បណ្ដាញ Optic, Internet, Cloud Storage និង Cloud Computing សេវាកម្មចែករំលែកកម្មវិធីនិងរូបិយប័ណ្ណ Crypto ខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីសេដ្ឋកិច្ច Digital ដែលជារបត់ថ្មីមួយនៅក្នុងការធ្វើសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសនានាក្នុងពិភពលោកសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត